បាទជំរាបសួរពុកម៉ែបងប្អូននេះគឺជាកៈលោកគ្រូប៊ិចអុចវត្តថ្វានេះស្ថិតនៅក្នុងខេត្តបាត់ដំបងបាទក្នុងស្រុករតនមណ្ឌលព្រះអង្គវត្តថ្វានេះបចាស់បាទបចាស់អ៊ំពូមីងមៀមានអាយុចាប់ពី40អីឡើងទៅភាគច្រើនគឺស្គាល់ហើយគឺព្រះអង្គបកែខាងមុនមុនអាគមយន់គេថាអីព្រះអង្គបកែនៅខាងក្រោយនេះមានគាថារបស់ព្រះអង្គដែរព្រះអង្គវត្តថ្វាឧទ្ធាំងអត្ថោនមោពុទ្ធិយៈបាទអពុទ្ធោអរហង្គអបាទហើយនៅខាងក្រោយនេះមានរូបយន្តព្រះអង្គខ្វាមនោះមានរឿងដំណាលណាព្រះអង្គខ្វាមនោះគឺជាសាវកមួយអង្គរបស់ព្រះពុទ្ធដែរក្នុងសម័យកាលនោះមានទឹកសមុទ្របងប្អូនទឹកសមុទ្រនឹងវារោលិចនៅក្នុងស្រុកភូមិដល់អញ្ចឹងទៅព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យព្រះអង្គក្វាមតិនេះឯងទៅអញ្ចឹងព្រះអង្គទៅសំដែងរិទ្ធទៅទឹកសមុទ្រដែលរោលិចហ្នឹងក៏នាចក៏ស្រកទៅវិញអស់ទៅហើយក៏គេមានជំនឿថាព្រះអង្គគឺជាអ្នកដែលបិទបាំងការពាររារាំងនៅគ្រោះអន្តរាយផ្សេងអញ្ចឹងបងប្អូនហើយនៅក្នុងវចនានុក្រមជួនណាតពាក្យថាយន់បាទយន់ឬក៏គាថាអីហ្នឹងគឺសម្រាប់ការពារបិទបាំងរារាំងគឺជាគ្រឿងការពាររារាំងហ្នឹងឯងឲ្យយើងបានសេចក្តីសុខសេចក្តីចម្រើនកៈនេះឈប់សាងទៀតហើយបងប្អូនអញ្ចឹងនៅតែមួយកៈនេះទេបាទបងប្អូនស្រឡាញ់ចាំឆាតមកខ្ញុំអរគុណច្រើនបងប្អូន